សាច់រឿងបន្តមកត្រង់ពេលដែលលូលូប៉ះគ្នាជាមួយនឹងឃាតករស្រីអូប៊ីការ៉ូខណៈពេលប៉ះគ្នាបដាអីបដាហ្នឹងលូលូផាន់យើងគឺស្វឹងមិនទាន់នឹងអីនោះទេក៏ប៉ុន្តែនៅពេលដែលស្វឹងអញ្ចឹងក្បាច់គុណផាន់នាងក៏កាន់តែខ្លាំងក្លាជាងមុនបន្ថែមទៀតដែលនាងគឺមានសមត្ថភាពទប់ទល់ជាមួយនឹងឃាតករស្រីផាន់យើងបានយ៉ាងងាយតែម្ដងនិយាយទៅគឺគ្មានដឹងខ្យល់អីទេចេះតែវាយវាយទេឃើញអញ្ចឹងក៏បានធ្វើឲ្យឃាតករស្រីផាន់យើងកាន់តែពេញចិត្តទៅកាន់អូនលូលូទៀតហើយចឹងហើយក៏បានភ្នាល់ជាមួយនឹងលូលូមកក្តារទៀតថាប្រសិនបើនាងអាចយកឈ្នះគេគឺនឹងដោះលែងអូនស៊ីនលេងកាត់បងដវាចោលហើយនិយាយរួចនាងក៏បានបើកការវាយប្រហារមកកាន់លូលូបន្តទៀតក៏ប៉ុន្តែមើលទៅដូចជាមិនអាចវាយប្រហារត្រូវនាងបានសំបីតែបន្តិចនិយាយទៅអូនលូលូផាន់ជើនេះពេលទៅវងទៅមានក្បាច់ពិសេសប្រចាំខ្លួនដែលជាក្បាច់ស្វឹងប្រចាំតកូលផាន់នាងចឹងណាចឹងហើយគឺអ្នកល្មមអីគឺអត់អាចវាយត្រូវនាងនោះទេគណៈពេលហ្នឹងឃាតករស្រីក៏បានភ្នាល់គ្នាដាក់ជីវិតថាប្រសិនបើនរណាម្នាក់ចាញ់គឺនឹងត្រូវស្លាប់ក៏ប៉ុន្តែអូនលូលូក៏បានឆ្លើយតបទៅកាន់ឃាតករស្រីផាន់យើងវិញថានាងគឺមិនសម្លាប់នារីនោះទេនិយាយទៅច្បាប់នៅក្នុងគ្រួសារផានីហ្នឹងគឺដាច់ខាតអត់ឲ្យប៉ះពាល់ទៅកាន់ស្ត្រីនោះទេជាពិសេសគឺជាការសម្លាប់នឹងតែម្ដងលឺចឹងឃាតករស្រីផាន់យើងមានខ្វល់ទេក៏ចាប់ផ្ដើមបើកការវាយប្រហារទៅកាន់លូលូបន្តទៀតក៏ប៉ុន្តែភ្លាមហ្នឹងក៏ត្រូវបាននាងចាប់ជើងជាប់រួចក៏បានលាងមួយដៃពេញមួយទំហឹងសម្ដៅមកកាន់ឃាតករស្រីផាន់យើងវិញក៏ប៉ុន្តែខណៈពេលដែលខិតចិត្តទៅដល់ទៅហើយហ្នឹងក៏ស្រាប់តែអូនលូផាន់យើងបន្ទន់ដៃផាន់នាងវិញមូលហេតុក៏ដោយសារតែកន្លែងហ្នឹងគឺនាងបានដឹងខ្លួនពីស្វឹងមកវិញហើយនៅពេលដឹងខ្លួនមកវិញភ្លាមនាងក៏មានដឹងអីទាំងអស់ឆ្ងល់ខ្លាំងមែនទែនហេតុអីបានជាពួកគេនៅទីនេះហើយហេតុអីបានជាអូនស៊ីនគេប្រុងនឹងកាត់បងដចេញចឹងនិយាយទៅគឺគាំងអូនលូខ្លាំងមែនទែនឃើញចឹងមើលទៅកាន់មុខអូនស៊ីនខឹងខ្លាំងមែនតើនិយាយទៅមុនមិនស្វាងក្រោយមិនស្វាងមកស្វាងអីនៅពេលហ្នឹងអាពេលសំខាន់ពងរៀបវាយគេហ្នឹងមកដឹងខ្លួនអីសាមតប៉ែមែនតើខ្លាញ់មកមើលខាងអូប៊ីការ៉ូវិញដំបងក៏ខឹងគេដែរក៏ប៉ុន្តែនៅពេលដែលបានឃើញចរិតដ៏ខ្ជូតផាន់អូនលូផាន់យើងនាងគឺពិតជាចូលចិត្តទៅកាន់អូនលូខ្លាំងមែនតើចឹងហើយក៏បានសម្រេចចិត្តដោះលែងពួកគេរស់រានមានជីវិតបន្តទៀតទៅកលែងមកមើលខាងសកម្មភាពផាន់យើងវិញនៅពេលដែលប៉ះគ្នាជាមួយនឹងអាបារ៉ាខបបែកកំដាប់ដៃកាលពីអេពីសូតមុនហ្នឹងគាត់គឺបានផ្លាស់ប្ដូររូបរាងកាយរបស់គាត់មើលទៅគឺពិតជា cool ខ្លាំងមែនតើដោយកាលពីគាត់នៅកន្លោះអញ្ចឹងចឹងហើយលើកនេះសកម្មភាពផាន់យើងគឺលេងមកចាស់ដៃហ្មងលេងម៉ាត់អានឹងមកដៃផាំងខ្ទាតចេញមកខាងក្រៅទាំងពីរនាក់យ៉ាងលយខ្លាំងមែនតើហើយបន្ទាប់ពីចូលមកខាងក្រៅគឺអត់មានបណ្ណៃទេគឺវាយយកសង្គ្រប់តែកាន់អាប៉ែមួយនឹងអត់មានឈប់ទេនិយាយទៅគឺម៉ាត់លឿនខ្លាំងមែនតើអាប៉ែមួយនឹងគឺបបាក់ទប់ជាមួយនឹងសកម្មភាពផាន់យើងខ្លាំងណាស់ហើយបន្ទាប់ពីបានឃើញបែបនេះអាប៉ែបយនឹងក៏បានប្រើប្រាស់នៅកំណាប់ដៃផាន់គេនឹងធ្វើការវាយប្រហារជំនួយមកកាន់កម្លាំងរបស់ខ្លួនយកទៅទប់ទល់ជាមួយនឹងសកម្មភាពតែដូចយើងបាននឹងស្រាប់អញ្ចឹងពេលនេះសកម្មភាពផាន់យើងមិនមានម៉ាប់ដូចមុនណាមានគេឡើងសាច់ដុំពាំងហ្មងចឹងហើយថើមកំណាប់ដៃប៉ុនហ្នឹងអីសកម្មភាពផាន់យើងលាំងមកដៃឡើងបែកខ្ទេចហ្មងនិយាយទៅគឺលយខ្លាំងមែនតែនហើយអត់តន់ចាប់ធ្វើនឹងទេភ្លាមហ្នឹងសកម្មភាពផាន់យើងក៏បានប្រើប្រាស់នៅក្បាច់មួយផាន់សៃតាម៉ាធ្វើការម៉ាត់យកមកអត់មានដកដៃសំបីតែបន្តិចអាប៉ែហ្នឹងគឺត្រូវខ្លាំងមែនតែនត្រូវពីមួយទៅមួយនិយាយទៅត្រូវឡើងសោះខ្លួនខ្ទេចទីអស់ហើយដល់ទៅចុងក្រោយគេក៏បានសម្រេចចិត្តប្រើប្រាស់នៅក្បាច់ចុងក្រោយរបស់ខ្លួនដែលបានដកយកនៅក្របបែកផាន់ខ្លួនហ្នឹងគឺមកច្រើនខ្លាំងមែនទែនដើម្បីធ្វើការបន្ទុះទៅការសកម្មភាពផាន់យើងឃើញអញ្ចឹងភ្លាមហ្នឹងគេគិតថាគម្រោងការផាន់គេត្រូវបានជោគជ័យណាតែមានណាសកម្មភាពផាន់យើងប្រើប្រាស់ល្បឿនផាន់គេលឿនខ្លាំងមែនទែនធ្វើការចាប់យកនៅក្របបែកដែលគេបានគប់មកហ្នឹងអត់មានឲ្យដល់ដីទាន់ទេនិយាយទៅគឺចាប់វានៅលើលំហហ្នឹងយ៉ាងលយខ្លាំងមែនទែនអត់មានឲ្យវាផ្ទុះទាន់ទេហើយក៏បានប្រើប្រាស់អាក្បាច់ផាន់វាហ្នឹងធ្វើការយកក្បាច់ទាំងអស់ហ្នឹងទៅបន្ទុះទៅកាន់អាប៉ែមួយហ្នឹងវិញនិយាយទៅម្ដងនេះអាប៉ែហ្នឹងគឺដឹងតែតួសាច់ Monster ទេហើយដោយសារតែម្ដាយចុងក្រោយផាន់សាកម្មបន្ទោហ្នឹងគឺបានធ្វើឲ្យពួកគេខ្ទាតហោះឡើងមកដល់លើកន្ត្រកវល់នេះនិយាយទៅគឺខ្ពស់ខ្លាំងមែនតើសំខាន់អាពេលឡើងមកដល់លើហ្នឹងឯណាពួកគេមានចម្លែកចិត្តអីបន្តិចធ្វើការអង្គុយនិយាយគ្នាលេងធម្មតាធ្វើដល់មានជាពាក្យអនាមរៀលហើយក៏បានសម្រុះសម្រួលគ្នាចូលមកខាងក្រៅវិញធ្វើដូចធម្មតាអញ្ចឹងដែលបានធ្វើឲ្យអ្នកគ្រប់គ្នាគឺមានការស្រឡាញ់កាយទៅកាន់អាពីរអ្នកហ្នឹងខ្លាំងមែនតើចង់អាពីរអ្នកហ្នឹងវាឡើងទៅខាងលើហ្នឹងមិនបានហើយសំខាន់កន្ត្រកវល់វាបែកតិចទៀតអាពីរអ្នកនេះចូលមកធ្វើដល់មានរឿងអីកើតឡើងបន្តិចដល់ទៅពេលអញ្ចឹងមានអីទៀតត្រូវបានម្ចាស់កន្ត្រកវល់គេទានលុយធ្វើមិនដឹងនិយាយទៅចេញប្រតិបត្តិការលើកនេះអត់មានបានលុយហើយអស់លុយវិញទៀតសែតខ្លាំងមែនតើអាប៉ែបយនេះរួចពីនោះសកម្មភាពផាន់យើងជាមួយនឹងអាប៉ែបយហ្នឹងក៏បានមកនិយាយសម្រុះសម្រួលគ្នាបន្ថែមទៀតដែលអាប៉ែបយហ្នឹងក៏បានសន្យាថាចាប់ពីថ្ងៃនេះទៅគេគឺនឹងលេងមកឆាវជាមួយនឹងគ្រួសារផាន់សកម្មភាពទៀតហើយក៏ប៉ុន្តែត្រូវចាំថាមិនមែនមានតែគេទេម្ដងនេះឈ្មោះរបស់សកម្មភាពគឺល្បីល្បាញខ្លាំងមែនតើ
ចឹងឯងក្រុមភេរវករឬមួយក៏ក្រុមឃាតករនិងអ ுக ្រិតជនទាំងអស់គឺមិនលើកលែងតែឲ្យគេនោះទេតែពួកគេគឺពិតជាចង់បានខ្លួនផនសាកាម៉ូតូខ្លាំងណាស់ដោយសារតែគេគឺបានដាក់តម្លៃឲ្យថ្លៃខ្លាំងមែនទែនប្រសិនបើអាចយកជីវិតរបស់សាកាម៉ូតូបានលឺចឹងសាកាម៉ូតូផនយើងអត់មានខ្វល់ទេធ្វើជាឈៀលញ៉ាំនំធ្វើមិនដឹងក៏ប៉ុន្តែមានណាអាខណៈពេលដែលគេនិយាយមុនហ្នឹងគឺថាប្រពន្ធផនគាត់គឺបានស្ដាប់ឮទាំងអស់ចឹងឯងមើលទៅការកំហឹងរបស់នាងគឺពិតជាខ្លាំងមែនតែននិយាយទៅគឺឡើងចេញអារ៉ូរ៉ាពេញខ្លួនឯងដែលអ្នកដែលអត់ទាន់ស្គាល់អារ៉ូរ៉ាហ្នឹងគឺអាចតែមើលរឿង solo leveling បាននិយាយទៅគឺវាជាធម្មពលមួយដែលចេញពីក្នុងខ្លួនណាឬក៏និយាយសួរស្ដាប់ទៅគឺជាធម្មពលសម្លាប់ឬមួយក៏ជាកំហឹងផងយើងហ្នឹងឯងចឹងឯងកន្លែងហ្នឹងទោះបីជាខ្ញុំអត់ប្រាប់ក៏អ្នកនរគ្នាដឹងដែរថាប្រពន្ធផនសាកាម៉ូតូគឺខឹងដល់កម្រិតណានោះឃើញចឹងមើលទៅការសាកាម៉ូតូគឺពិតជាភ័យខ្លាំងមែនទែនដោយសារតែខ្លាចថាប្រពន្ធផងគាត់បានដឹងរឿងរ៉ាវទាំងអស់សុំគាត់លែងទេចឹងឯងគាត់ប្រកាសជាខ្លាចជាពោះម៉ាយមិនខានទេអត់ចង់លែងប្រពន្ធផងប្រពន្ធស្អាតសឹងអីមានអីចឹងក្រោយមិនថាឡើយទាំងសាកាម៉ូតូអាប៉ែស៊ីនឬមួយក៏អាប៉ែបយនឹងទេនិយាយទៅគឺសិតតែនាំគ្នាមកអង្គុយទទួលកំហុសគ្រប់គ្នាហ្មងឡើងអាប៉ែបយនឹងឆ្ងល់ខ្លាំងមែនទែនជុំហើយចុះអញបែបប៉ុនអីដែរបើជាត្រូវមកអង្គុយទទួលកំហុសជាមួយនឹងអាប៉ែនឹងទៅវិញនិយាយទៅថ្ងៃនេះគឺសយលើសយអីភ្លាមនោះនាងក៏បានដកយកនៅសភៅគ្រួសារមួយបង្ហាញឲ្យគេបានដឹងដែលនៅក្នុងច្បាប់ទី6នៃច្បាប់គ្រួសាររបស់គេហ្នឹងគឺមិនតម្រូវឲ្យលាក់បាននៅរឿងរ៉ាវអ្វីៗជាមួយនឹងគ្នានោះទេនិយាយទៅសាកាម៉ូតូផងយើងគឺបានធ្វើខុសច្បាប់គ្រួសារមួយឯងនេះប្រសិនបើពីដំបូងគេបានលាក់បាំងជាមួយនាងក៏នឹងជួយរកវិធីសាស្ត្រដើម្បីជួយគេដែរក៏ប៉ុន្តែនៅពេលដែលគេធ្វើអញ្ចឹងគឺបច្ចុប្បន្នធ្វើឲ្យនាងខឹងខ្លាំងមែនតើហើយនៅចុងក្រោយនាងក៏បានឲ្យគេចាត់ចែងនៅរឿងរ៉ាវមួយនេះឲ្យចប់សឹកគ្រប់ទៅនៅពេលណាដែលចប់សឹកគ្រប់ពួកគេគឺនឹងនិយាយគ្នាម្ដងទៀតរួចពីនោះពួកគេក៏បានមកពិភាក្សាគ្នាដើម្បីកាត់រកវិធីសាស្ត្រដើម្បីចាត់ការនៅរឿងរ៉ាវមួយនេះឲ្យចប់សឹកគ្រប់ឃើញចឹងអាប៉ែសិនក៏បានសួរទៅកាន់សាកាម៉ូតូតែលោកបងឯងមានកំណត់អីអត់ព្រោះថាពួកគេនឹងគឺគាំងយោបល់ខ្លាំងមែនទែនមិនដឹងថាគួរដោះស្រាយបែបណាទេលឺចឹងសាកាម៉ូតូផងយើងក៏បានតបទៅវិញហើយវាគ្មានអីទេជាដំបូងហ្នឹងគ្រាន់តែរកមកអាមេខ្លោងដែលដាក់តម្លៃខ្លួនផងគាត់ហើយចាត់ការវាចោលទៅរឿងរ៉ាវគឺនឹងត្រូវចាប់សពគ្រប់បោះហើយគ្មានអីពិបាកផងដល់តែពេលឮចឹងអាប៉ែបយឬមួយក៏អូប៊ីក្រូហ្នឹងក៏បាននិយាយថាពួកគេហ្នឹងគឺអត់ដឹងទេថានរណាគឺជាអ្នកដាក់តម្លៃខ្លួននោះក៏ប៉ុន្តែអ្វីដែលពួកគេបានដឹងហ្នឹងគឺថាអ្នកដែលបានដាក់តម្លៃខ្លួនផាសាកាម៉ូតូហ្នឹងគឺមិនមែនជាមនុស្សធម្មតាទេគេគឺពិតជាសម្ងាត់ខ្លាំងណាស់ក៏ប៉ុន្តែប្រសិនបើចង់ដឹងនៅរឿងមួយនេះក៏មិនមែនថាគ្មានផ្លូវដែរក៏ព្រោះតែពួកគេគឺបានដឹងថាមេរបស់ខ្លួនហ្នឹងគឺមានទំនាក់ទំនងបន្តិចបន្តួចដែរជាមួយនឹងអ្នកដែលបានដាក់តម្លៃខ្លួនទៅការសាកាម៉ូតូចឹងឯងចឹងក្រោយអាប៉ែសិនក៏បានសុំ location ឬមកក៏ទីតាំងនៃបោះរបស់ពួកគេហ្នឹងក៏ប៉ុន្តែមុនពេលដែលធ្វើការចាក់ចែងហ្នឹងអាប៉ែសិនក៏មិនភ្លេចដៀលទៅកាន់ពួកគេដែរថាធ្វើការយូរយារណាស់មកហើយគ្មានដឹងខ្យល់អីបន្តិចសួរអីក៏មិនដឹងសួរអីក៏មិនដឹងនិយាយទៅគឺគ្មានបានការស្អីសោះហ្មងដល់តែពេលឮចឹងបានធ្វើអាប៉ែបយខឹងជាមួយនឹងគេខ្លាំងមែនតើសាច់រឿងក៏បានកម្មមកដល់កន្លែងមួយដែលយើងបានឃើញថាមានតែក្រុមឃាតករមួយក្រុមដែលសិតតែជាអ្នកជំនាញនិងអ្នកបកកាទាំងអស់ហើយនៅក្នុងក្រុមឃាតករមួយនោះក៏មានណាខូម៉ូម្នាក់ផងដែរបន្ទាប់ពីនោះគេក៏បានធ្វើការណែនាំឈ្មោះរបស់ឃាតករទាំងអស់ឲ្យយើងបានស្គាល់ដែលម្នាក់សក់បាសដែលមានមាឌធំនេះគឺមានឈ្មោះថាហ៊ីយ៉ូចំណែកម្នាក់សក់លឿងនេះវិញគឺមានឈ្មោះថាស៊ីស៊ីបានិងម្នាក់ស្រី introvert របស់យើងនេះគឺមានឈ្មោះថាអូសារ៉ាគីខណៈពេលដែលកំពុងតែពិភាក្សាគ្នាអំពីរឿងរបស់សាកាម៉ូតូហ្នឹងអាប៉ែហ៊ីយ៉ូជាមួយនឹងណាកូម៉ូក៏បានប៉ះនៅសម្ដីគ្នាតិចតួចដែលបានបង្កនៅចំនួនមួយប្រើទៅរួចពីនោះយើងបានឃើញថាប៉ែសក់លឿងហ្នឹងគឺអត់មកទេក៏ប៉ុន្តែនៅពេលដែលនរណាម្នាក់ធ្វើឲ្យទឹកចិត្តរបស់គេគឺម្នាក់ហ្នឹងសម្លាប់ចោលគ្មានបណ្ដៃទេនិយាយទៅគឺពិតជាខុសខើខ្លាំងមែនតើគ្រាន់តែវាទៅចិត្តបន្តិចបន្តួចទេគឺចាក់កសម្លាប់ចោលតែម្ដងរួចពីនោះក៏មានតាចាស់ម្នាក់ក៏បានដើរចូលមកកាន់ទីនេះរួចក៏បានធ្វើការណែនាំខ្លួនដែលគាត់គឺមកអំពីសមាគមឃាតករចង់ឲ្យពួកគេស៊ើបការនៅរឿងមួយឲ្យគាត់ដែលរឿងមួយនោះគឺពាក់ព័ន្ធជាមួយនឹងសមាគមឃាតករផ្ទាល់តែម្ដងក៏ដោយសារតែថ្មីនេះគឺមាននៅជនអត្តកម្មាំងម្នាក់គឺបានធ្វើការសម្លាប់រាយប៉ាយពេញនឹងតែម្ដងនៅសមាជិកឃាតករទាំងអស់នៅជុំវិញប្រទេសជប៉ុនចឹងហើយគឺបានធ្វើឲ្យពួកគេខាតបង់ប្រាក់ច្រើនខ្លាំងមែនទែនដូចនេះថ្ងៃនេះគាត់មកទីនេះក៏ដោយសារតែចង់ជួយឲ្យពួកគេនឹងធ្វើការនៅរឿងមួយនេះមូលហេតុក៏ដោយសារតែក្រុមពួកគេគឺជាក្រុមដ៏ខ្លាំងមួយនៃសមាគមឃាតករទាំងមូលដែលក្រុមរបស់ពួកគេនេះដែរត្រូវបានដាក់រហស្សនាមឲ្យថាគឺជាក្រុម Order បន្ថែមពីនឹងទៅទៀតគេក៏បានប្រាប់ឲ្យយើងបានដឹងផងដែរថាសមាជិកនៃក្រុម Order នេះគឺនៅសល់3នាក់បន្ថែមទៀតដែលម្នាក់ដែលខ្លាំងជាងគេគឺជាបរិយាម្នាក់ដែលមានវ័យចំណាស់ជាងគេបង្អស់នៅក្នុងក្រុមមួយនេះដែលគេគឺមានឈ្មោះថាតាកាមូរ៉ា
សាច់រឿងក៏បានការមកដល់ក្រុមរបស់សាកាម៉ូតូវិញជាងបានឃើញថាឥឡូវហ្នឹងក្រុមរបស់ពួកគេគឺចេញសកម្មភាពហើយដើម្បីស៊ើបការរកថានរណាគឺជាមេខ្លោងដែលដាក់ថ្លៃនៃខ្លួនរបស់សាកាម៉ូតូដូច្នេះមិនចាំយូរគេក៏បានធ្វើការលបចូលទៅកាន់អគារមួយដែលជាទីស្នាក់ការរបស់ក្រុមឃាតករដុនដែនខៃនៅពេលទៅដល់ស៊ីនជាមួយនឹងសាកាម៉ូតូហ្នឹងក៏បានបញ្ចេញនៅទឹកដៃរបស់ខ្លួនធ្វើការចាត់ការទៅកាន់គ្នារបស់វាម្ដងម្នាក់ទៅតាមជាន់នីមួយនិយាយទៅក្បាច់អីក៏មានដែរមានទាំងពីវាយមានទាំងពីធាក់ហើយមានទាំងអាចឆក់ឲ្យបកាច់ត្រាល់ទៀតហើយបន្ទាប់ពីបានចាត់ការទៅកាន់ជាន់នីមួយរួចរាល់ហើយហ្នឹងពួកគេក៏បានឡើងមកដល់ជាន់ខាងលើដែលជាកន្លែងរបស់មេឃាតករធំនៃក្រុមដុនដែនខៃមួយនេះហើយនៅពេលបើកទ្វារចូលទៅដល់គេបានឃើញថាមនុស្សម្នាគឺស្លាប់ច្រើនខ្លាំងមែនទែនគឺសិតតែជាឃាតករដែលល្បីនិងខ្លាំងក្លារួមជាមួយនឹងគ្នានោះពួកគេក៏បានឃើញវត្តមានរបស់ណាកូម៉ូកំពុងតែអង្គុយលេងនៅទីនោះថែមទៀតផងនិយាយទៅគឺគេមិនដឹងនោះទេថាតើឃាតករទាំងអស់នេះគឺត្រូវបានស្លាប់ក្រោមដៃរបស់ណាកូម៉ូឬមួយក៏អ្វីផ្សេងនោះមូលហេតុក៏ព្រោះតែអាប៉ាស៊ីនហ្នឹងគឺអាចអានចិត្តរបស់ណាកូម៉ូបានទេនិយាយទៅអាអូនស៊ីនផងយើងក៏យល់ដូចគ្នាថាហេតុអីបានជាគេអាចអានចិត្តផងណាកូម៉ូបានកំពុងតែគិតអំពីរឿងមួយនេះក៏ស្រាប់តែអាប៉ែណាកូម៉ូហ្នឹងក៏បានស្ទុយមកយ៉ាងលឿននៅពីខាងក្នុងរបស់ស៊ីនរួចក៏បានទាញយកនៅកូនកំបាត់មួយចាក់ករបស់គេឆៅខ្លាំងមែនទែនដែលបានធ្វើឲ្យអ្នកគ្រប់គ្នាគឺពិតជាមានការតក់ស្លុតខ្លាំងណាស់ចម្លែកអីតែសាកាម៉ូតូផងយើងទេគឺអត់មានបច្ចេក reaction អីសូម្បីតែបន្តិចក៏ដោយសារតែគាត់បានដឹងហើយថាការចាក់មួយនេះគឺគ្រាន់តែជាការប្រាំងរបស់អាប៉ែណាកូម៉ូនឹងឯងនិយាយទៅអាប៉ែនឹងលេងអីតាណាមែនរួចពីនោះស៊ីនក៏បានធ្វើការបកស្រាយទៅកាន់ពួកគេថាគេគឺមិនដឹងអីនោះទេខ្លួនមកទីនេះក៏ដោយសារតែចង់ស៊ើបការអំពីរឿងមួយនេះដូចគ្នាក៏ព្រោះតែគេគឺទទួលបានដំណឹងថាមួយរយៈហ្នឹងគឺមាននៅក្រុមសម្ព័ន្ធឃាតករទាំងអស់គឺត្រូវបានស្លាប់ច្រើនខ្លាំងមែនទែនដោយសារតែស្នាដៃរបស់នរណាម្នាក់ដែលវាគឺពិតជាអាចកំបាំងខ្លាំងណាស់ហើយវាគឺពិតជាចម្លែកខ្លាំងមែនទែនក៏ដោយសារតែអ្នកដែលបានធ្វើរឿងរ៉ាវមួយនេះគឺតែងតែបន្សល់ដានឲ្យពួកគេដែលសញ្ញាដែលបន្សល់ឲ្យក្រោយពីការសម្លាប់ទាំងអស់ហ្នឹងគឺមាននៅអក្សរ X មួយដែលបានគូជាប់ចិញ្ចឹងចំណិចអញ្ចឹងហើយឥឡូវហ្នឹងក្រុម order របស់ពួកគេគឺមានសកម្មភាពយ៉ាងសកម្មខ្លាំងមែនទែនអំពីរឿងមួយនេះហើយបន្ទាប់មកសាច់រឿងផងយើងក៏ត្រូវបានកាត់ចប់ត្រង់ពេលដែលពួកឃាតករកាកំពេចកំពកហ្នឹងចាប់ផ្ដើមធ្វើការអុកឡុកចូលមកកាន់គ្រួសាររបស់សាកាម៉ូតូនិយាយទៅពួកអាហ្នឹងចង់មកយកជីវិតផានសាកាម៉ូតូហ្នឹងអត់មានប្រមាណសមត្ថភាពផងខ្លួនសោះមានន័យត្រូវបានក្រុមផានសាកាម៉ូតូហ្នឹងលេងពួកវាឡើងម្ចាស់ដៃហ្មងសាច់រឿងផ្ដើមឡើងឲ្យយើងឃើញនៅបារម្ភម្នាក់ជាមួយនឹងសត្វចិញ្ចឹមរបស់ខ្លួនដែលគេមានឈ្មោះថា Mashimo គឺជាឃាតករម្នាក់ផងដែរក៏ប៉ុន្តែគ្រាន់ថាប៉ែហ្នឹងគឺក្រខ្លាំងមែនទែនមួយថ្ងៃរកតបាយច្រកឆ្នាំហ្នឹងក៏គ្មានផងនិយាយទៅគឺលំបាកលំបិនណាស់ជីវិតផងគេនេះហើយគណៈពេលដែលកំពុងតែដាច់យ៉ៃអត់មានលុយចាយហ្នឹងក៏ស្រាប់តែគេប្រទះឃើញ poster មួយដែលបានដាក់ឲ្យតាមសម្លាប់ទៅកាន់ជីវិតផានសាកាម៉ូតូផងយើងនឹងឯងចឹងហើយគេក៏បានចាប់អារម្មណ៍ជាមួយនឹងការងារមួយនេះហើយក៏បានសម័យផងដែរថានៅពេលណាដែលគេចាត់ការទៅកាន់សាកាម៉ូតូបានណាគេគឺដឹងតែខ្លាចជាអ្នកមានមិនខានទេលេងក្របែបនេះទៀតហើយកន្លែងមកខាងសាកាម៉ូតូណាវិញឥឡូវហ្នឹងគឺពួកគេលំបាកខ្លាំងមែនទែនដោយសារតែមួយថ្ងៃមានតែពួកឃាតករមរៀលចូលមកបាញ់បោះក្នុងហាងផាន់គាត់ដោយសារតែចង់បានជីវិតផាន់គាត់រហូតដែលរឿងមួយនេះគឺបានធ្វើឲ្យហាងផាន់គាត់គឺខាតបង់ច្រើនខ្លាំងមែនទែនសូម្បីតែលុយជួសជុលក៏អត់មានផងឥឡូវហ្នឹងឃើញចឹងអូនស៊ីនក៏បានប្រាប់ទៅកាន់មេផាន់ខ្លួនថាជប់បារម្ភទៀតទៅគេក៏បានដកយកនៅ poster មួយផ្សេងទៀតឲ្យទៅកាន់របស់សាកាម៉ូតូផាន់យើងមើលដែល poster មួយនោះនិយាយអំពីការបាញ់កំភ្លើងទឹកដែលនរណាម្នាក់ដែលឈ្នះនៅក្នុងកម្មវិធីមួយនោះពួកគេគឺនឹងទទួលបានប្រាក់រង្វាន់ច្រើនខ្លាំងមែនទែនចឹងហើយលេងបារម្ភទៀតហើយកំពុងតែនិយាយអំពីរឿងមួយនេះសោះហ្នឹងក៏ស្រាប់តែឃាតករដៃយ៉ៃផងយើង Mashimo ហ្នឹងក៏បានបង្ហាញខ្លួនឡើងនៅទីនេះរួចក៏បានសួររកទៅកាន់វត្តមានរបស់សាកាម៉ូតូដែលគេគឺភ្លើខ្លាំងមែនតើអត់មានចាប់អារម្មណ៍ទេថាសាកាម៉ូតូហ្នឹងគឺជាណាគេនោះនិយាយទៅឈរឡៃដៃយ៉ៃខ្លាំងពេកអត់មានបានស៊ើបដំណឹងអីមុនសោះចូលមកដល់សួរគេឆៅហ្មងឃើញចឹងមានណាក៏ត្រូវបានអ្នកទាំងអស់គ្នាបោកថាសាកាម៉ូតូដែលមាននៅក្នុងរូបហ្នឹងគឺអត់មានវត្តមាននៅទីហ្នឹងទេប្រហែលជាគេច្រឡំហីគ្រាន់តែមានឈ្មោះដូចគ្នាប៉ុណ្ណោះឮចឹងអាប៉ែមួយហ្នឹងគឺខូចចិត្តខ្លាំងមែនតើឡើងឲ្យលេងលោទឹកភ្នែកចេញមកហើយដោយសារតែខ្លួនបានយកលុយចុងក្រោយផងខ្លួនហ្នឹងជិះឡានក្រុងមកទីនេះអស់ហើយសូម្បីតែលុយទិញបាយញ៉ាំហ្នឹងក៏អត់មានទៀតក៏ប៉ុន្តែ location គឺវាខុសអីណាដល់ទៅពេលអញ្ចឹងទៅគេគឺពិតជាសែតខ្លាំងមែនតើមើលទៅកាន់អាហារដែលមាននៅក្នុងហាងបដាយំបដានិយាយទៅគឺគួរឲ្យអាណិតខ្លាំងណាស់ដល់ទៅពេលឃើញអាណិតខ្លាំងពេកមុនពេលចាក់ចៃហ្នឹងលោកបងសាកាម៉ូតូផងយើងក៏បានឲ្យអាហារខ្លះទៅកាន់អាអូននឹងទុកញ៉ាំផងដែរដែលបានធ្វើឲ្យអាប៉ែហ្នឹងគឺពិតជាសប្បាយចិត្តខ្លាំងមែនតើនិយាយទៅអក៏មានដាច់ពីមាត់ទេបន្ទាប់ពីនោះសេរឿងក៏បានកម្មមកដល់ពេលដែលអាប៉ែ Mashimo ហ្នឹងបានមកចោះឈ្មោះធ្វើជាអ្នកបាញ់កំភ្លើងមួយរូបដោយសារតែចង់បានប្រាក់រង្វាន់ចេញពីការប្រកួតមួយហ្នឹង
នៅពេលមកដល់ត្រូវបានបុគ្គលិកគេស្ដីឲ្យខ្លាំងមែនទែនក៏ដោយសារតែការប្រកួតមួយហ្នឹងគឺតម្រូវឲ្យមានក្រុមមិនមែនឲ្យអាប៉ែហ្នឹងមកបាញ់តែឯងទេឃើញអញ្ចឹងគឺបច្ចុប្បន្នធ្វើឲ្យគេសេតខ្លាំងមែនទែនដោយសារតែគេមានតែម្នាក់ឯងហ្នឹងមិនដឹងថាទៅរកក្រុមមកពីណាទេកំពុងតែសេតសុកហ្នឹងមានណាក៏បានប្រទះជួបជាមួយនឹងក្រុមភាសាកម្មម៉ូតូដែលបានមកចោះឈ្មោះដូចគ្នាចឹងហើយក៏បានប្រើ style ចាស់របស់ខ្លួនធ្វើលេងលងទឹកភ្នែកយំផងអីផងដើម្បីសូមអង្វរឲ្យពួកគេហ្នឹងយកខ្លួនចូលទៅក្នុងក្រុមជាមួយផងដំបូងអ្នកនរគ្នាគឺអត់ចង់ឲ្យអាប៉ែហ្នឹងចូលទេដោយសារតែអាប៉ែហ្នឹងគឺមានគោលបំណងសម្រាប់ខ្សែកម្មម៉ូតូក៏ប៉ុន្តែខ្សែកម្មម៉ូតូផងយើងអាចដាច់ចិត្តទេដោយសារតែឃើញអាណិតខ្លាំងពេកក៏បានប្រាប់ឲ្យអូនស៊ីហ្នឹងចុះឈ្មោះអាប៉ែមួយហ្នឹងចូលទៅកាន់ក្រុមផងគេទៅនិយាយទៅគឺពិតជាចិត្តបនខ្លាំងមែនតើខ្សែកម្មម៉ូតូផងយើងនេះអាគេហៅមកសម្រាប់ឯហ្នឹងនៅអត់ដឹងខ្លួនទៀតបន្ទាប់ពីនោះការប្រកួតក៏បានចាប់ផ្ដើមដែលយើងបានឃើញថាគ្រាន់តែចាប់ផ្ដើមភ្លាមក្រុមរបស់ពួកគេគឺបានយកឈ្នះទៅកាន់គូសត្រូវបាត់ទៅហើយដោយសារតែស្នាដៃដ៏ល្អឯករបស់អាប៉ែម៉ាស៊ីម៉ូនឹងឯងនិយាយទៅអាប៉ែហ្នឹងគឺបកកែបាញ់កំភ្លើងច្បាស់ណាស់ឃើញអញ្ចឹងពួកគេគឺភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែមុនហ្នឹងឃើញអាអូនហ្នឹងរៀងឡប់ទេតែនៅពេលដែលអាអូនហ្នឹងបញ្ចេញទឹកដៃគឺថាញាក់សាច់ធើហ្មងហើយដែលមិនចង់ឲ្យចាញ់ចិត្តអាអូនស៊ីនផងយើងក៏បញ្ចេញទឹកដៃផងគេដូចគ្នានិយាយទៅមិនថាឡើយទាំងសារកម្មម៉ូតូអាអូនស៊ីនទេគឺសិតតែច្បាស់ហ្មងបាញ់មួយត្រូវហ្មងដល់ទៅពេលអញ្ចឹងធ្វើឲ្យអាប៉ែនឹងចាប់អារម្មណ៍ខ្លាំងមែនទែនដោយសារតែគិតថាចុំពីអ្នកនេះមិនបានចេះបាញ់កំភ្លើងច្បាស់ម៉ែធ្វើការនៅតែម៉ាតសោះតែទឹកដៃអែហ្មងណាចឹងហើយក៏បានសួរទៅកាន់ខ្សែកម្មម៉ូតូជាមួយនឹងអាអូនស៊ីនថាពួកគេនឹងចេះបាញ់កំភ្លើងមកពីណាមើលទៅដូចជាអ្នកជំនាញអញ្ចឹងតែគេមិនតបានឆ្លើយផងអាអូននឹងឆ្លើយខ្លួនឯងបាត់ថាប្រហែលជាក្រុមភាសាកម្មម៉ូតូហ្នឹងណាចូលមកធ្វើការប្រកួតបាញ់កំភ្លើងមួយនេះរាល់ឆ្នាំហើយបានចិត្តទឹកដៃផងគេច្បាស់បែបនេះចឹងហើយគឺមិនអាចលេងសើចបានទេនិយាយផងសាច់ផងធ្វើដូចធម្មតាអញ្ចឹងតែភ្លាមហ្នឹងអូនលូលូផងយើងមិនដឹងថាមកពីណាទេសបងផងអីផងហើយដូចដឹងស្រាប់អញ្ចឹងនៅពេលដែលអូនលូលូផងយើងស្វងនិយាយទៅការប៉ັດទាំងប្រមាណហ្នឹងគឺត្រូវបានបែកធ្លាយនៅទីហ្នឹងតែម្ដងដែលនាងបានថាឲ្យទៅកាន់គេថាភ្លើខ្សែកម្មម៉ូតូនៅហ្នឹងឯងនៅមិនដឹងទៀតនិយាយទៅអាប៉ែនេះគឺល្ងងខ្លាំងមែនទែនសមឲ្យតែគេបោកអត់ខុសមែនគ្មានទេគ្រាន់តែបានដឹងការប៉ັດភ្លាមម្នាក់ក៏បានភ្ជុំកំភ្លើងទៅកាន់គ្នាភ្លាមតែម្ដងប្រុងនឹងបើកការវិប្រហាទៅកាន់គ្នារៀងខ្លួនក៏ប៉ុន្តែភ្លាមហ្នឹងក៏ត្រូវបានដកថយវិញក៏ដោយសារតែគូសត្រូវរបស់ពួកគេហ្នឹងគឺបានបាញ់បោះមកកាន់ពួកគេយ៉ាងសន្ធោសន្ធៅតែប៉ុន្នេះអីគឺអត់ទាន់ចាប់ត្រឹមហ្នឹងទេភ្លាមហ្នឹងអាប៉ែហ្នឹងក៏បានបញ្ជាឲ្យសាផាំងខ្លួនហ្នឹងទម្លាក់នៅកំភ្លើងប៉ិតរបស់គេចេញមករួចក៏បានប្រើប្រាស់នៅជំនាញបាញ់កំភ្លើងផងគេហ្នឹងធ្វើការបាញ់បោះទៅកាន់ក្រុមផងខ្សែកម្មម៉ូតូតែម្ដងនិយាយទៅយើងបានឃើញថាបើទោះបីជាខ្សែកម្មម៉ូតូខំកិច្ចយ៉ាងណាក៏ដោយក៏គាត់នៅតែរងរបួសបន្តិចបន្តួចចេញពីការបាញ់បោះរបស់អាប៉ែហ្នឹងដែលជំនាញនៅក្នុងការបាញ់កំភ្លើងផងអាប៉ែហ្នឹងគឺពិតជាច្បាស់ខ្លាំងមែនតើដែលលាន់មកឲ្យគាត់សរសើរថែមទៀតផងខណៈពេលហ្នឹងកលែងមកមើលទឹកមុខផានអូនមួយហ្នឹងវិញគេគឺសេតខ្លាំងមែនតើតាមពិតទៅចិត្តផានគេគឺអត់ចង់ធ្វើសត្រូវជាមួយនឹងក្រុមភាសាកម្មម៉ូតូទេក៏ប៉ុន្តែដោយសារតែកលៈទេសៈបង្ខំគេដាច់ចាយហើយក្រុមសម្ព័ន្ធគិតកោក៏អត់ទទួលស្គាល់គេទៀតចឹងហើយប្រសិនបើគេអាចចាត់ការទៅកាន់ខ្សែកម្មម៉ូតូបានណាគេគឺដឹងតែលេងក្រទៀតហើយក្រុមសម្ព័ន្ធគិតកោទាំងអស់នោះក៏លេងមើងងាយគេទៀតដែរក៏រួចគេក៏បានខំមកសង្កត់ចិត្តយំផងអីផងសុំទោសទៅកាន់ក្រុមផានពួកគេកលែងមកមើលខាងលបងស៊ីនជាមួយនឹងខ្សែកម្មម៉ូតូផងយើងឯណាវិញឥឡូវហ្នឹងឃើញថាពួកគេគឺពិតជាសកម្មខ្លាំងមែនទែនក៏ដោយសារតែឥឡូវហ្នឹងពួកគេគឺត្រូវទប់ទល់ជាមួយនឹងអ្នកលេងកំភ្លើងបាញ់ទឹកទាំងអស់នោះផងក៏ដូចជាត្រូវកិច្ចចេញអំពីគាត់កំភ្លើងរបស់ប្អូនមួយនោះថែមទៀតនិយាយទៅគឺរៀងវេទនាបន្តិចហើយកន្លែងហ្នឹងដែរគេក៏បានបញ្យល់ឲ្យយើងបាននឹងផងដែរថាតាមពិតទៅមូលហេតុដែលខ្សែកម្មម៉ូតូអាចកិច្ចចេញអំពីគ្រាប់កំភ្លើងផងអាប៉ែហ្នឹងបាន 100% ហ្នឹងក៏ដោយសារតែគ្រាប់កំភ្លើងផងអាប៉ែហ្នឹងគឺបានរចនាមកដោយពិសេសដែលវាមានលក្ខណៈបត់បែនទៅតាមកលៈទេសៈដូចជាពេលខ្លះវាគឺអាចបាញ់ឡងបាន2តង់3តង់ទៅតាមអីដែលគេចង់បានចឹងហើយអ្នកកិច្ចល្មមអីគឺអាចស្មានអំពីទីតាំងនៃគ្រាប់កំភ្លើងមួយនោះរត់មកបានទេដែលឃើញអញ្ចឹងអាកូនម៉ាស៊ីម៉ូហ្នឹងក៏បានសរសើរទៅកាន់ខ្សែកម្មម៉ូតូដែរដែលថាខ្សែកម្មម៉ូតូហ្នឹងគឺជាមនុស្សទី1ហើយដែលអាចកិច្ចចេញអំពីគោលដៅនៃគ្រាប់កំភ្លើងរបស់គេហ្នឹងបានច្រើនបែបនេះហើយបន្ទាប់ពីនោះមិនយូរប៉ុន្មានស៊ីនក៏បានប្រើប្រាស់នៅជំនាញពិសេសរបស់ខ្លួនហ្នឹងស្វែងរកទីតាំងផងអាកូនមួយហ្នឹងឃើញបានសម្រេចចឹងហើយមិនចាំយូរខ្សែកម្មម៉ូតូផងយើងក៏បានទាញយកដុំថ្មទូចមួយធ្វើការគប់សម្ដៅទៅកាន់ទិសដៅផងអាកូនមួយហ្នឹងតែម្ដងដែលកម្លាំងមួយហ្នឹងគឺបានធ្វើឲ្យកំភ្លើងរបស់គេគឺបែកបាក់ខ្ទេចខ្ទីនិងចោះចាញ់ភ្លាមនៅទីនោះរួចពីនោះការប្រកួតក៏ត្រូវបានបញ្ចប់ក្រុមរបស់ពួកគេគឺជាក្រុមដែលទទួលបានជ័យជំនះចេញអំពីការប្រកួតបាញ់កំភ្លើងទឹកមួយនេះហើយបន្ទាប់ពីហ្នឹងខ្សែកម្មម៉ូតូផងយើងក៏បានប្រកាន់ទោសភ័យអីទៅកាន់អាកូនមួយហ្នឹងដែរក៏ដោយសារតែបានដឹងអំពីហេតុផលនៅពីក្រោយខ្នងដែលបានធ្វើឲ្យអាកូនមួយហ្នឹងសម្រាប់ចិត្តធ្វើបែបនេះចឹងហើយក៏បានប្រកួតនៅប្រាក់ខ្លះដែលជារង្វាន់ហ្នឹងឲ្យទៅកាន់អាកូនមួយហ្នឹងដូចគ្នាតែគ្រាន់តែថារង្វាន់ដែលគេទទួលបានហ្នឹងគឺពិតជាតិចខ្លាំងមែនទែនត្រឹមតែ5សេនប៉ុណ្ណោះបើកើតជាលើខ្មែរទៅវាមិនដល់1រៀលផងព្រោះថាកូនមួយហ្នឹងគឺបានក្បត់ក្រុមផងពួកគេចឹងហើយបានប៉ុណ្ណឹងក៏គេសប្បាយចិត្តដែរដើមសាច់រឿងនៃភាគនេះក៏បានកាត់ឲ្យយើងឃើញនៅទស្សនវិជ្ជាដ៏រីករាយនៃគ្រួសាររបស់ខ្សែកម្មម៉ូតូ
រួមជាមួយនឹងគ្នានោះនៅម្ខាងទៀតអូនស៊ីនជាមួយនឹងអូលូលូផងយើងគឺកំពុងតែឆ្លោះគ្នាខ្លាំងមែនតើនិយាយទៅពីរនាក់នឹងនៅមួយគ្នាលើកណាមិនដែលថាបានត្រូវគ្នាមិនទេជាពិសេសពេលដែលសាកាម៉ូតូផងយើងអត់នៅតែម្ដងនិយាយពីថាឆ្លោះផងវាយផងឡាយវាយវ៉ាន់ចិត្តហ្នឹងឡើងស្ទើរតែខ្ទេចអស់ហើយនេះបើទោះបីជាអូនម៉ាស៊ីម៉ូចង់ហាមឃាត់ក៏ហាមឃាត់អត់ឈ្នះដែរនិយាយទៅគឺទប់លេងជាប់ហើយហើយដោយសារតែឆ្លោះគ្នាខ្លាំងពេកពួកគេក៏បានប៉ះពាល់សម្ដីគ្នាបន្តិចបន្តួចដែលអូនលូលូគឺបានថាឲ្យទៅកាន់អូនស៊ីនខ្លាំងមែនតើចឹងហើយក៏បានប៉ះពាល់ទៅកាន់ផ្លូវចិត្តអូនស៊ីនដែលបានធ្វើឲ្យគេក៏សម្រេចចិត្តដើរចាក់ចេញពីទីនោះទៅបន្ទាប់ពីអូនស៊ីនបានចាក់ចេញទៅអង្គសន្ទុះធំអូនលូលូផងយើងក៏កើតអំពីកំហុសរបស់ខ្លួនថាមុននឹងប្រហែលជាខ្លួនថាឲ្យអូនស៊ីនខ្លាំងពេកគេមើលទៅកាន់ទៅមុខផងគេគឺហាក់ដូចជាបាក់ទឹកចិត្តខ្លាំងមែនតើនាងគឺមិនដែលបានឃើញទៅមុខបែបនេះពីមុនមកទេចឹងហើយតើនាងគួរតែសុំទោសគេឬមួយក៏អត់ណោះគិតចុះគិតឡើងក៏ស្រាប់តែលេចឡើងនៅវត្តមានរបស់មនុស្សចម្លែកមួយក្រុមបានបង្ហាញខ្លួនឡើងនៅទីនេះហើយនៅពេលដែលបានឃើញអូនលូលូពាក់អាវដែលមានឈ្មោះផាណាអូនស៊ីនណាពួកគេក៏យល់ច្រឡំថាអូនលូលូហ្នឹងគឺជាអូនស៊ីនចឹងហើយគឺមិននិយាយច្រើនទេក៏បានចាប់អូនលូលូផងយើងដាក់ឡានយកតែម្ដងតើទៅពេលជិះមកដល់ពាក់កណ្ដាលផ្លូវទៅបានជាពួកនឹងចាប់អារម្មណ៍ថាចុំហេតុអីបានជាអូនស៊ីននៅក្នុងរូបថតមើលទៅដូចជាមិនមែនសក់ពណ៌នឹងណាហើយរូបរាងកាលពីនៅក្មេងមើលទៅដូចជាប្រុសទេមិនបានជាធំឡើងផ្លាស់ប្ដូរ360ដឺក្រេអញ្ចឹងពួកគេគិតរត់យល់សោះឡើងចង់កញ្ញាញ់ខួយនេះលើអញ្ចឹងគ្នាគេម្នាក់ទៀតក៏បានតបមកវិញថាមើលទៅប្រហែលជាពួកគេចាប់មនុស្សខុសហើយមើលទៅវាមិនដែរណាពីទូចប្រុសសោះធំឡើងមកចេញស្រីអីណាវាមិនអាចទៅរួចទេលើអញ្ចឹងគ្នាវាម្នាក់ទៀតក៏បានស្រែកខ្លាំងមែនតើថាប្រកាច់យកហើយមួយថ្ងៃមិនខ្ចីប្រាប់តើតែមកដល់ពាក់កណ្ដាលផ្លូវអីទើបនឹកឃើញហាមាត់និយាយ Nice និយាយទៅគឺអពេលនឹងឡាំប៉ាខ្លាំងមែនតើកាន់មកខាងអូនស៊ីននៅវិញបន្ទាប់ពីធ្វើចិត្តបានហើយហ្នឹងគេក៏បានដើរមកក្នុងហាងវិញក៏ប៉ុន្តែនៅពេលមកដល់គេក៏បានដឹងថាអូនលូលូផងយើងគឺត្រូវបានបាត់ខ្លួនបាត់ទៅហើយស្របពេលជាមួយនឹងគ្នានោះសាកាម៉ូតូផងយើងក៏បានត្រឡប់មកវិញផងដែរចឹងហើយអត់ចាំយូរអូនស៊ីនក៏បានរាយរាប់នៅរឿងរ៉ាវគ្រប់សពបែបយ៉ាងប្រាប់ទៅកាន់សាកាម៉ូតូឲ្យបានដឹងនិងបានបង្ហាញអំពីការប្រួយបារម្ភទៅកាន់អូនលូលូផងយើងផងដែរឃើញចឹងសាកាម៉ូតូផងយើងក៏បានប្រាប់ឲ្យគេឈប់បារម្ភទៅគាត់គឺមានវិធីសាស្ត្រដើម្បីស្វែងរកទីតាំងផងលូលូហើយដែលវិធីសាស្ត្រផងគាត់ហ្នឹងគឺងាយស្រួលខ្លាំងមែនទែនក៏ដោយសារតែកន្លះឈ្មោះដែលនៅជាប់អាវផងនាងហ្នឹងគឺគាត់បានបង្កប់ GPS ចឹងហើយមិនថាឡើយបើទោះបីជាពួកគេទៅដល់ទីណាក៏មិនអាចលាក់បាំងជាមួយនឹងគាត់បានដែរលើអញ្ចឹងអត់ចាំយូរពួកគេក៏បានប្រញាប់ចេញដំណើរទៅស្វែងរកនាងតែម្ដងភ្លាមហ្នឹងយើងបានឃើញថាសាកាម៉ូតូជាមួយនឹងអូនស៊ីនហ្នឹងគឺពិតជាស្ទៀវខ្លាំងមែនទែនដែលគាត់គឺបានបញ្ចេញនៅម៉ូតូដ៏ស្រស់ស្អាតរបស់គាត់ហ្នឹងធ្វើការយកវាមកជិះដេញតាមឡានដែលបានចាប់ខ្លួនទៅកាន់អូនលូលូផងយើងមើលទៅឡើងស្ទៀវហ្មងណាហើយដល់ទៅពេលឃើញចឹងពួកនោះក៏ដឹងភ្លាមថានេះទៅជាអូនស៊ីនពិតចឹងហើយក៏បានបញ្ញាបញ្ចេញនឹងគ្នាផងគេឲ្យមកតាមចាប់ខ្លួនផងអូនស៊ីនផងយើងដែលអ្នកខ្លះហ្នឹងមានទាំងអាវុធផងមានទាំងម៉ូតូផងធ្វើការបាញ់បោះទៅកាន់ក្រុមផងសាកាម៉ូតូផងយើងក៏ប៉ុន្តែនៅតែមិនអាចធ្វើអីទៅកាន់គាត់បានសូម្បីតែបន្តិចដែលពួកគេគឺបានរួមដៃគ្នាចាត់ការទៅកាន់ក្រុមម៉ូតូហោះរបស់ពួកអ្នកទាំងអស់នោះពីមួយទៅមួយរហូតដល់តែដួលអស់គ្មានសល់និយាយទៅស្ទាយជិះម៉ូតូផងសាកាម៉ូតូនិយាយពីថាលយខ្លាំងមែនតើមានអាចាក់អាយ៉ែផងអីផងហើយប្រហោះត្រូវកដាលមុខអាមួយនោះទៀតដល់តែពេលអញ្ចឹងអីអាណាទៅទប់ទល់ជាមួយនឹងគាត់បានបើគាត់ខ្លាំងយកតែមែនតើណៃហ្នឹងឆ្លៀតនៅឱកាសល្អអូនស៊ីនក៏បានតោងឡើងមកលើឡានរបស់ពួកគេបានឃើញអញ្ចឹងតកងឡានផងវាម្នាក់ហ្នឹងក៏បានសម្រេចចិត្តឲ្យគ្នាផងខ្លួនជាអ្នកកាន់ចង្កូតវិញម្ដងគេគឺនឹងចេញទៅចាត់ការអូនស៊ីនតែម្ដងដែលនេះជាមិនឃើញថាសម្រាប់ផនអប៉ែមួយហ្នឹងគឺមិនធម្មតាទេនិយាយទៅគឺថាស្រស់ស្អាតជាងអប៉ែណាហ្គូម៉ូទៀតចឹងហើយភាគនេះអត្រាកើនឡើងនៃការឆ្លាញ់គេម្នាក់ឯងផន fan ស្រីៗផនខ្ញុំគឺដឹងតែកើនឡើងទៀតហើយបើអប៉ែហ្នឹងស្អាតម្លងហើយបើធម្មតាសារហ្នឹងវាមិនអីទេសំខាន់អាប៉ែមួយហ្នឹងក៏មានសមត្ថភាពពិសេសដែរដែលសមត្ថភាពពិសេសរបស់គេហ្នឹងគឺជា invisible ឬមួយក៏ការបំងកាយហ្នឹងឯងចឹងហើយកុំឲ្យថាខ្ញុំអត់ចិត្តនិយាយមួយថ្ងៃអត់មានប្រាប់ឈ្មោះផាន់គ្នាដែលឈ្មោះផាន់គេហ្នឹងគឺមានឈ្មោះថាស៊ីបាគាត់តែចាប់ដើមភ្លាមជឿបានឃើញថាអាប៉ែហ្នឹងគឺបានវាយទៅកាន់អូនស៊ីនផងយើងឲ្យខ្ទាតខ្លាំងមែនតើទៅបុកនឹងឡានមួយផ្សេងទៀតដែលកំពុងធ្វើដំណើរតាមផ្លូវមិនតែប៉ុណ្ណោះគេក៏បានស្ទុះទៅរកសាកាម៉ូតូផងយើងឃើញចឹងមានណាគេទៅបានសាកាម៉ូតូផងយើងច្បាច់កជាប់តែម្ដងអត់មានខ្វល់ថាឲ្យបាំងកាយអីទេដល់ទៅពេលឃើញអត់ស្រួលដឹងថាខ្លួនមិនជាដៃគូផងសាកាម៉ូតូគេក៏បានធ្វើឲ្យម៉ូតូផងសាកាម៉ូតូផងយើងហ្នឹងផ្ទុះយកតែម្ដងរួចក៏អាចគេខ្លួនចេញពីទីនោះបាត់ទៅបន្តមកទៀតសាច់រឿងក៏បានកម្មមកដល់ពេលដែលក្រុមផនសាកាម៉ូតូបានមកតាមរកទីតាំងរបស់ក្រុមចម្លែកឬមួយក៏ក្រុមអ្នកប្រសើរទាំងអស់ហ្នឹងនិយាយទៅអូនស៊ីនផងយើងគឺស្គាល់ច្បាស់ណាស់ក៏ដោយសារតែកន្លែងហ្នឹងគឺជាកន្លែងដែលគេធំដឹងក្តីមកនិងជាកន្លែងដែលធ្វើឲ្យគេមានសមត្ថភាពពិសេសនឹងឯងនៅពេលមកដល់ភ្លាមគេក៏បានប្រាប់ទៅកាន់សាកាម៉ូតូថាកន្លែងពិសោធន៍ហ្នឹងគឺត្រូវបានបិទបាំងនៅពីក្រោមសារមន្ទីរមួយនេះឯងចឹងហើយពួកគេត្រូវតែចូលទៅតាមផ្លូវពិសេសទើបអាចចូលទៅដល់ទីតាំងនៃក្រុមពិសោធន៍ទាំងអស់នោះបាន
នៅពេលចូលទៅដល់ក៏បានជួបប្រទះជាមួយនឹងស៊ីជូតដែលជាអ្នកថតរូបពីរនាក់ឃើញអញ្ចឹងគេក៏បានប្រកែកខ្លាំងមែនទែនថាគេល្បោខ្លាំងណាស់អត់មានពេលថតរូបថតអីទេក៏ប៉ុន្តែភ្លាមៗហ្នឹងមិនដឹងថាម៉េចបានជាត្រូវគេចាប់ឲ្យថតរូបបានសម្រេចហើយចុងក្រោយក៏ត្រូវបង់លុយឲ្យម្នាក់ស្រីពីរនាក់ហ្នឹងទៀតដែលវាមានតម្លៃថ្លៃខ្លាំងមែនទែនដល់ទៅ4900យេនឯណោះដំបងរកខឹងដែរតែជាសំណាងល្អមកវិញគេចាប់អារម្មណ៍ឃើញថាជុំដូចជាបានរបាំងមុខពីរដែរតាចឹងឯងពួកគេគឺមានភាពងាយស្រួលចូលទៅខាងក្នុងឯងកាន់មកខាងពីរនាក់ដែលបានចាប់ខ្លួនអូនលូលូផងយើងឯណាវិញបន្ទាប់ពីម្ដងហ្នឹងពួកគេក៏បានជួបប្រទះជាមួយនឹងមេរបស់ខ្លួនដែលមេរបស់ពួកគេហ្នឹងគឺជាម្នាក់ដែលពាក់របាំងមុខសេះនឹងឯងនៅពេលម្ដងគេគឺពិតជាខឹងខ្លាំងមែនទែនគំរាមសម្លាប់ទៅកាន់ពួកគេទៀតដោយសារតែបានចាប់មនុស្សខុសឃើញអញ្ចឹងគឺពិតជាបានធ្វើឲ្យគ្នាផងគេម្នាក់គឺពិតជាមានការតក់ស្លុតនិងភ័យខ្លាចជាមួយនឹងមេរបស់ខ្លួនជាខ្លាំងហើយចុងក្រោយមានអីអាមួយហ្នឹងក៏ត្រូវបានមេផងខ្លួនបញ្ជាឲ្យចាប់ខ្លួនដោយជាអូនលូលូដែរដែលបានធ្វើឲ្យគេគឺខឹងខ្លាំងមែនទែននិយាយទៅចេញប្រតិបត្តិការពីរនាក់ក៏ប៉ុន្តែដល់ទៅពេលចាប់ខ្លួនចាប់តែគេមួយអត់សុខចិត្តសោះនេះមកពីអាមួយហ្នឹងវាស្អាតជាខ្ញុំមែនបានជាចាប់តែខ្ញុំអញ្ចឹងខ្ញុំអត់សុខចិត្តទេសាប់បកស្រាយភ្លាមមកស្រែកផងយំផងប៉ុន្តែមើលទៅកាន់ពីរនាក់នេះអត់មានខ្វល់ជាមួយនឹងគេសូម្បីតែបន្តិចត្រឡប់មកកាន់ខាងផនសកាម៉ូតូវិញបន្ទាប់ពីបានមកដល់កន្លែងមួយគេក៏បានរកឃើញកន្លឹះនៅក្នុងការដែលអាចចូលទៅកាន់ទីតាំងរបស់អ្នកវិទ្យាសាស្ត្រទាំងអស់នឹងបានហើយក៏ប៉ុន្តែគ្រាន់ថាលេខកូដដែលអូនស៊ីនបានចាំហ្នឹងគឺវាបានខុសដោយសារតែគេគឺបានផ្លាស់ប្ដូរលេខកូដថ្មីហើយចឹងហើយនៅពេលដែលចុចលេខកូដខុសអញ្ចឹងទៅខ្លាឃ្មុំទាំងពីរក្បែរនោះក៏បានចាប់ផ្ដើមធ្វើការវាយប្រហារទៅកាន់ពួកគេក៏ប៉ុន្តែត្រឹមសម្បត្តិខ្លាឃ្មុំខ្លាំងៗទាំងពីរក្បែរនេះអីមិនមែនជាដៃគូរបស់ពួកគេនោះទេក៏ត្រូវបានពួកគេចាត់ការពួកវាបានយ៉ាងងាយស្រួលបន្ទាប់ពីនោះពួកគេគិតថារួចខ្លួនទេណាប៉ុន្តែមានណា system ក៏បានបញ្ជាក់ដំណាក់កាលទី1គឺត្រូវបានបញ្ចប់ហើយដំណាក់កាលទី2ក៏បានចាប់ផ្ដើមគ្មានទេភ្លាមនឹងក៏លេចឡើងនៅក្រុងឆ្អឹងរបស់ដៃណូស័រដ៏ធំមួយក៏បានបង្ហាញខ្លួនឡើងនៅចំពីមុខរបស់ពួកគេមិនតែប៉ុណ្ណោះវាថែមទាំងចេះបើកការវាយប្រហារមកកាន់ពួកគេថែមទៀតផងដែលបានធ្វើឲ្យពួកគេនឹងគឺពិតជាឆ្ងល់ខ្លាំងមែនទែនបើនឹងថាពួកនឹងប្រើប្រាស់បច្ចេកវិទ្យាអីទេបានជាធ្វើឲ្យក្រុងឆ្អឹងមួយនឹងមានសកម្មភាពអាចវាយប្រហារមកកាន់ពួកគេបានបែបនេះចុះទៅពួកគេគឺពិតជាពិបាកទប់ទល់ជាមួយនឹងក្រុងឆ្អឹងមួយនឹងខ្លាំងមែនទែនរហូតដល់ពេលមួយក៏បានរកឃើញឱកាសល្អគេក៏បានប្រើប្រាស់នៅកំភ្លើងរបស់ខ្លួននឹងធ្វើការបាយសម្ដៅទៅកាន់បេតុងមួយដែលនៅក្នុងមាត់របស់វាដែលបានគិតថាប្រហែលជាអាចបញ្ឈប់នៅសកម្មភាពរបស់ដៃណូស័រដ៏ធំមួយនេះបានក៏ប៉ុន្តែមានអញ្ចឹងណានៅពេលដែលបានបាញ់ទៅមានអីបានធ្វើឲ្យសត្វដៃណូស័រនឹងកាន់តែកម្រោខ្លាំងទៅដែលបានធ្វើឲ្យវាកាន់តែខ្លាំងក្លាជាងមុនបន្ថែមទៀតអញ្ចឹងទៅពួកគេដឹងតែធ្ងន់កឲ្យពេលនេះមើលតែសកម្មម៉ូតូផងយើងក៏ពិបាកទប់ទល់ដែរដែលសម្បីតែកំភ្លើងផងគាត់នឹងក៏ត្រូវបានវាឲ្យខ្ទេចថែមទៀតផងឃើញអញ្ចឹងសកម្មម៉ូតូផងយើងលេងចាំទីរៃក៏បានបញ្ចេញនៅសមត្ថភាពពិសេសរបស់ខ្លួនមួយដែលបានប្រើប្រាស់នៅកម្លាំងដៃរបស់ខ្លួននឹងធ្វើការវាយសម្ដៅទៅកាន់គ្រឿងក្នុងផាន់វាតែម្ដងដែលម្ដាយនេះគឺបានធ្វើឲ្យគ្រឿងក្នុងផាន់ដៃនៅសើមួយនឹងគឺបានបែកបាក់ខ្ទេចខ្ទីតែម្ដងហើយអត់ទាន់ចាប់ត្រឹមនឹងទេក៏បានស្ទុះទៅលើយ៉ាងខ្ពស់រួចក៏បានបន្ថែមនៅមួយជើងចុងក្រោយទៀតដែលបានធ្វើឲ្យវាបែកទៅជាបំណែកនិងបានបញ្ចប់នៅជីវិតរបស់វាបាត់ទៅកាន់មកខាងក្រុមអ្នកវិទ្យាសាស្ត្រnàyវិញជាបានឃើញថាតាមពិតទៅក្រុមអ្នកវិទ្យាសាស្ត្រហ្នឹងគឺជាក្រុមល្អទេគ្រាន់តែថាត្រូវបានគេសង្កត់ដោយក្រុមមួយផ្សេងទៀតជាងនៅពេលដែលអ្នកវិទ្យាសាស្ត្រមួយមិនព្រមធ្វើទៅតាមអីដែលពួកគេបានប្រាប់ហ្នឹងក្រុមមួយហ្នឹងគឺបានធ្វើការវាយដំទៅកាន់អ្នកវិទ្យាសាស្ត្រមួយហ្នឹងខ្លាំងមែនទែនមិនតែប៉ុណ្ណោះនៅពេលបានដឹងថានិយាយលេងស្ដាប់គ្នាហ្នឹងវាក៏បំរុងនឹងសម្លាប់ជីវិតរបស់គេចោលថែមទៀតផងក៏ប៉ុន្តែក៏ត្រូវបានសកម្មភាពផងយើងបង្ហាញខ្លួនចេញមកតន់ដែលបានកាច់កអបែបមួយហ្នឹងឲ្យសន្លប់បាត់ទៅនឹងបានជួយសង្គ្រោះទៅកាន់អ្នកវិទ្យាសាស្ត្រមួយនោះបានសម្រេចដែលពេលបានជួបគ្នាភ្លាមអ្នកទាំងអស់គ្នាគឺបានចាំយ៉ាងច្បាស់ថាម្នាក់ហ្នឹងគឺជាអូនស៊ីនគឺជាក្មេងដែលពួកគេធ្លាប់បានមើលថែកាលពីតូចចឹងហើយអ្នកវិទ្យាសាស្ត្រទាំងអស់នោះក៏បាននិយាយនៅរឿងរ៉ាវទាំងអស់ប្រាប់ទៅកាន់អូនស៊ីនក៏ដូចជាសារកម្មឲ្យបានដឹងដែលពួកគេបានប្រាប់ថាតាមពិតទៅក្រុមរបស់ពួកគាត់ហ្នឹងគឺធ្វើការធម្មតាទៅតាមទូនាទីនោះទេក៏ប៉ុន្តែនៅថ្ងៃមួយក៏ស្រាប់តែមាននៅក្រុមអាសាស៊ីនឬមួយក៏ក្រុមឃាតករដែលមិនស្គាល់អត្តសញ្ញាណមួយហ្នឹងបានចូលមកកាន់ទីនេះនិងបានគំរាមពួកគេឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកវាដែលពួកគេក៏មិនដឹងថាពួកវាគឺចង់បានអ្វីពិតប្រាកដនោះដែរអ្វីដែលគេបានដឹងគឺដឹងត្រឹមតែថាមេរបស់ពួកវាហ្នឹងគឺមានឈ្មោះថាកាស៊ីម៉ាគឺជាម្នាក់ដែលពាក់នៅរបាំងមុខនឹងឯងកាន់មកខាងអូលូផងយើងវិញបន្ទាប់ពីត្រូវបានគេចាប់ឃុំឃាំងហើយហ្នឹងគេក៏បានជួបគ្នាជាមួយនឹងបារម្ភម្នាក់ផ្សេងទៀតដែលគេគឺមានឈ្មោះថាអាសាកូរ៉ាគឺជាអ្នកគ្រប់គ្រងនៅទីនេះផ្ទាល់អញ្ចឹងបានតែប៉ុណ្នេះសេហឹងក៏បានត្រឡប់ទៅខាងផនសាកាម៉ូតូវិញដោយឃើញមិនស្រួលអ្នកវិទ្យាសាស្ត្រម្នាក់ហ្នឹងក៏បានឲ្យអូស៊ីនជាមួយនឹងសាកាម៉ូតូហ្នឹងទៅលាក់ខ្លួនសិនទៅដោយសារតែមានអ្នកដែលបានចូលមកទីនេះហើយមើលទៅកាន់សភាពផនណាម្នាក់ហ្នឹងមើលទៅដូចជាមិនសូវគ្រប់ទឹកមិនទេអញ្ចឹងទៅនៅពេលដែលគេបានដឹងថាអ្នកវិទ្យាសាស្ត្រម្នាក់ហ្នឹងមានអ្វីលាក់បាំងជាមួយនឹងខ្លួនណាគេអត់និយាយអីច្រើនទេក៏បានយកបិចរបស់ខ្លួនហ្នឹងធ្វើការចាក់ទៅកាន់ដៃផនគេឆាយតែម្ដងដែលធ្វើឲ្យគេគឺពិតជាមានការឈឺចាប់ខ្លាំងមែនទែន
ឃើញចឹងអូនស៊ីនគឺទ្រាំលេងបានទៀតហើយក៏បានចេញមកជួយអ្នកវិទ្យាសាស្ត្រដែលពេលបីដូចជាអ្នកមានកូនរបស់ខ្លួនមួយនោះនៅពេលបានឃើញថាអូនស៊ីនក្លាហានអញ្ចឹងគឺពិតជាបានធ្វើឲ្យវាកាន់តែកំរោលចូលទៀតហើយវាសប្បាយចិត្តផងអីផងមើលទៅដូចជាមិនទេហើយភ្លាមហ្នឹងខណៈពេលដែលអូនស៊ីនបានចាប់អារម្មណ៍វាក៏បានដកយកនៅសារ៉ាងមួយស្ទុះមកយ៉ាងលឿនពីក្រៅខ្នងរបស់គេរួចក៏បានចាក់វាចូលទៅពីក្រៅខ្នងរបស់អូនស៊ីនបាត់ទៅដែលបានធ្វើឲ្យអូនស៊ីនគឺពិតជាបានឆ្ងល់ខ្លាំងមែនទែនថាមុននោះវាបានធ្វើអីជាមួយនឹងខ្លួនរួចពីនោះជាបានឃើញថាវាបានចុចនៅកងតាក់អ្វីម្យ៉ាងដែលបានធ្វើឲ្យករបស់អូនស៊ីនហ្នឹងពេលបីដូចជាមាននៅចរន្តរន្ទះអ្វីមួយនៅពីក្រៅខ្នងរបស់គេដែលវាក៏បានធ្វើឲ្យអូនស៊ីនគឺពិបាកគ្រប់គ្រងទៅការរាងកាយរបស់ខ្លួនខ្លាំងមែនទែននិយាយទៅនៅពេលដែលគេចង់ធ្វើនេះបែរជាវាធ្វើនោះទៅវិញរាងកាយរបស់គេហាក់ដូចជាមិនស្លាប់បង្គាប់សោះដល់ទៅពេលអញ្ចឹងទៅធ្វើឲ្យអូនស៊ីនផងយើងគឺអាចទប់ទល់ជាមួយនឹងអាប៉ែកនឹងបានទេឃើញខ្លាំងពេកមានណាសកម្មភាពផងយើងក៏បានចេញមកលាងអាប៉ែកនឹងមកដៃតែម្ដងដែលបានធ្វើឲ្យវាកប់ទៅមួយកន្លែងបាត់ទៅដែលមកដៃនឹងដែរដូចយើងបានដឹងស្រាប់អញ្ចឹងថាវាខ្លាំងប៉ុណ្ណានោះអាមួយហ្នឹងគឺបានស៊ីថ្នាំខ្លាំងហើយ Nice. រួចពីនោះសាច់រឿងផងយើងក៏ត្រូវបានកាត់ចប់ក្រោមទស្សនវិជ្ជាដែលយើងបានឃើញថាកម្ពុជាគិតកោស្រីអូសារ៉ាគីនិងស៊ីស៊ីបាដែលមកអំពីក្រុម order ក៏បានមកដល់ទីនេះដូចគ្នាដូចនេះហើយយើងអាចសន្មតបានហើយថាភាគក្រោយនឹងល្អមើលប៉ុណ្ណានោះសាច់រឿងបន្តមកនៅពេលដែលក្រុមផលស្ទេកាម៉ូតូប៉ះគ្នាជាមួយនឹងវិជ្ជបណ្ឌិតបាយថ្នាំផងយើងដែលភ្លាមហ្នឹងពួកគេបានដឹងហើយមិនថាឡើយទាំងអូនស៊ីននិងសាកាម៉ូតូសុទ្ធតែត្រូវជាប់ skill មកចូលសារ៉ាំពិសេសផងវាទាំងអស់ដែល skill មួយនឹងដែរគឺអាចឲ្យវានឹងបញ្ជាទៅកាន់ខួរក្បាលរបស់ពួកគេបាននិយាយទៅគឺពួកគេគឺមិនអាចគ្រប់គ្រងទៅកាន់ការគិតរបស់ខ្លួនបាននោះទេដែលនៅពេលដែលគេចង់វាប្រហារទៅកាន់វានឹងបែរជាត្រឡប់មកត្រូវអូនស៊ីនវិញក៏ប៉ុន្តែវាក៏មាន limit ផងដែរដែលឃាតកររោគចិត្តម្នាក់ហ្នឹងគឺមិនអាចគ្រប់គ្រងពួកគេម្ដងទាំងពីរបាននោះទេប្រសិនបើគ្រប់គ្រងទៅកាន់អូនស៊ីនសាកាម៉ូតូប្រកាសជាអាចឆ្លៀតពេលនេះវាប្រហារទៅកាន់គេបានកាន់មកខាងអូនូលូវិញនៅពេលដែលបានជួបគ្នាជាមួយនឹងដុកទ័រដែលជាអ្នកគ្រប់គ្រងប្រចាំបន្ទប់ lab មួយនេះនាងក៏គិតថាដុកទ័រអាសាក្រាហ្នឹងគឺជាគ្នាដែលចាប់នាងមកចឹងហើយនាងអត់ចាំយូរទេក៏បានចាប់នឹងកដុកទ័រមួយនឹងឡើងតែម្ដងនិយាយទៅរតែឲ្យគ្នាបកស្រាយអីមិនទាន់យីចាអត់មានចេះគិតអីហ្មងបើសិនជាខ្ញុំជាគ្នាពួកវាមែនស្មានតែខ្ញុំមកជាប់គុកមួយចាឯងមែនមើលមានចងចង្វាក់ផងអីផងអត់ចេះគិតមែនលឿនចឹងអូលូលូក៏បានតបមកវិញអូមែនតានិយាយចឹងក៏ត្រូវមួយយ៉ាងដែរហើយបន្ទាប់ពីបានដឹងថាពួកគេគឺសិតតែជាជនរងគ្រោះទាំងអស់គ្នាហ្នឹងអូលូលូក៏បានសួរនាំអំពីអាប៉ែហ្នឹងថាឥឡូវមានដឹងអីខ្លះពាក់ព័ន្ធជាមួយនឹងបន្ទប់ lab មួយនេះឆាប់ប្រាប់នាងអស់មកបើមិនចង់ឈឺសាច់ទេនោះនិយាយគ្នាចោលឡើងទើបបានជាពួកគេដឹងថាម្នាក់គឺសិតតែជាមិត្តផនអូនស៊ីនចឹងហើយក៏បានចោះសម្រងគ្នាឡើងវិញនឹងបាននិយាយអំពីអតីតកាលក៏ដូចជារឿងរ៉ាវដែលធ្វើឲ្យអូនស៊ីនហ្នឹងទទួលបាននូវ super power ដែលអាចអាននឹងការគិតបានដំបូងឡើយហ្នឹងគឺពាក់ព័ន្ធជាមួយនឹងមិត្តភក្តិជិតស្និទ្ធរបស់ខ្លួនម្នាក់ដែលបាននាំមកអូនស៊ីនឲ្យមកកាន់ខ្លួនមើលថែមានទាំងការមើលថែយកចុចទុកដាក់ងូតទឹកផ្លាស់ប្ដូរសម្ភារបំពាក់និយាយទៅគឺធ្វើគ្រប់សពបែបយ៉ាងនឹងបានបង្កើតភាពស្និទ្ធស្នាលយ៉ាងខ្លាំងមែនទែនហើយគណៈពេលដែលគេមើលថែអូនស៊ីនហ្នឹងគេគឺមានភារកិច្ចមួយដើម្បីផលិតនៅសារ៉ាំងឬមួយក៏ថ្នាំដែលអាចធ្វើឲ្យមនុស្សមាននៅ super powerក៏ប៉ុន្តែថ្ងៃមួយវាចង្រៃអីអូនស៊ីនក៏បានមកផឹកថ្នាំដែលគាត់ពិសោធន៍មួយហ្នឹងដែលធ្វើឲ្យសមត្ថភាពរបស់គេបានកើតមានឡើងចាប់តាំងពីពេលនោះមកឃើញអញ្ចឹងគាត់ក៏ចង់លុបបំបាត់នូវសមត្ថភាពរបស់គេចេញវិញដែលខ្លាចថាប៉ះពាល់ទៅកាន់ជីវិតរស់នៅរបស់គេតែអូនស៊ីនគឺបានគិតអញ្ចឹងទេគេគឺពេញចិត្តជាមួយនឹងសមត្ថភាពរបស់គេយ៉ាងខ្លាំងគឺរស់នៅជាមួយនឹងវាយ៉ាងមានក្តីសុខចឹងហើយដោយសារតែទទួលរងនៃការបង្ខិតបង្ខំនិងខ្លាចថាសមត្ថភាពមួយនេះត្រូវបានបាត់បង់ទៅវិញហ្នឹងអូនស៊ីនក៏បានសម្រេចចិត្តរត់ចាក់ចេញពីទីនេះបាត់ទៅហើយចាប់តាំងពីថ្ងៃនោះមកពួកគេគឺមិនដែលបានឃើញក្មេងប្រុសម្នាក់នោះទៀតឡើយស្ដាប់ចប់ម្នាក់គឺអាលេងអាឡងពេញនឹងតែម្ដងដោយសារតែរឿងរ៉ាវមួយនេះវាគឺពិតជាកំសត់ខ្លាំងពេកហើយចឹងហើយនាងក៏បានបញ្យល់ទៅកាន់គាត់ថាអីទេកុំបារម្ភអំពីក្មេងប្រុសម្នាក់នោះអីអូនស៊ីនឥឡូវហ្នឹងគេគឺពិតជារីករាយជាមួយនឹងជីវិតប្រចាំថ្ងៃរបស់គេខ្លាំងណាស់ធម្មពលរបស់គេគឺមិនបានប៉ះពាល់ជាមួយនឹងជីវិតរបស់គេនោះទេថែមទាំងបានជួយឲ្យគេរីករាយជាមួយនឹងជីវិតប្រចាំថ្ងៃរបស់ខ្លួនថែមទៀតផងលឺអញ្ចឹងក៏បានធ្វើឲ្យគាត់ធូរចិត្តឡើងវិញនិងពិតជាមានមោទនភាពទៅកាន់ក្មេងប្រុសម្នាក់នោះខ្លាំងណាស់ចឹងហើយក៏បានរៀបចំផែនការដើម្បីចេញពីគុកមួយនេះត្បូងឡើយគាត់បានយកនៅគ្រឿងផ្សំនៃការពិសោធន៍របស់គាត់នឹងយកមករំលាយទ្វារដែកដែលនៅចំពីមុខរបស់ពួកគេហើយនៅពេលដែលកងសន្តិសុខនឹងចូលមកដល់គេក៏បានឲ្យអូនូលូផងយើងប្រើប្រាស់នៅស្នេហ៍ពិសេសរបស់ខ្លួនចាត់ការទៅកាន់គេម្នាក់នោះឲ្យដេកក្នុងពេលមួយរំពេចត្រឡប់មកខាងក្រុមផលសាកាម៉ូតូផងជើងវិញឥឡូវហ្នឹងគឺពិតជាវេទនាខ្លាំងមែនទែនដោយសារតែវាយត្រូវតែគ្នាឯងទេនិយាយទៅគឺពិតជាពិបាកទប់ទល់ជាមួយនឹងអាប៉ែមួយនឹងខ្លាំងណាស់ដែលវាគឺបានបញ្ជាខួរក្បាលរបស់គេនឹងឲ្យវល់ក្បងពេញនឹងតែម្ដងរត់តែធ្វើអីមិនកើត
ហើយតនចាប់ធំនឹងទេវាបាននិយាយឌឺដងមកកាន់គេតាមទៀតនឹងបានប្រើប្រាស់នៅថ្នាំរបស់វាមួយចាក់ទៅកាន់ដៃម្ខាងរបស់ខ្លួនដែលធ្វើឲ្យដៃរបស់គេមួយហ្នឹងចាប់ផ្ដើមរីកមាឌយ៉ាងធំនឹងបានប្រើប្រាស់វាយកមកធ្វើការវាប្រហារទៅកាន់ពួកគេឃើញអញ្ចឹងអូនស៊ិនក៏ប្រងនឹងទប់ទល់ជាមួយនឹងវាតែដោយសារតែគេអាចគ្រប់គ្រងខួរក្បាលរបស់ខ្លួនបានចឹងហើយពេលដែលហោទាត់ទៅកាន់វាបែរជាត្រូវសារកម្មវត្ថុផងយើងវិញនិយាយទៅមួយជើងនេះគឺស្អាតខ្លាំងមែនទែនដែលសារកម្មវត្ថុក៏បានសរសើរដែរថាទាត់បានល្អឃើញអញ្ចឹងវាកាន់តែសុបាយចិត្តទៀតហើយក៏យកមកជួលផនវាមកស្រង់ទៀតចាក់ទៅកាន់ជើងម្ខាងផនវាមួយទៀតដែលធ្វើឲ្យជើងហ្នឹងក៏រីកមាឌកាន់តែធំដូចគ្នាហើយក៏បានស្ទុះយ៉ាងលឿនវាប្រហារទៅកាន់អូនស៊ិនតែក៏ត្រូវបានគេរងជាប់តែអត់តន់ចាប់ធំនឹងទេកុំគិតថាឲ្យខ្លួនណាភ្លាមហ្នឹងគេបានស្ទុះយ៉ាងលឿនយកសារ៉ាំងផនគេពីរហ្នឹងធ្វើការចាក់ខ្លួនអូនស៊ិនឡើងសោះពេញហ្នឹងតែម្ដងរត់តែធ្វើឲ្យគេដកដង្ហើមមិនចង់ដល់គ្នាហើយនៅពេលដែលបានឃើញថាអូនស៊ិនបានដួលដេកទៅនឹងដីមិនអាចតដៃជាមួយនឹងគេបានទៀតហ្នឹងគេក៏គិតដែរថាពេលនេះខ្លួនគឺបានឈ្នះទៅហើយចឹងហើយគេក៏បានសាច់បដានិយាយឌឺដងទៅកាន់សមត្ថភាពផនអូនស៊ិនបដាថាសមត្ថភាពរបស់គេនេះគឺពិតជាកាក់នឹងអត់បានការខ្លាំងណាស់ឯងគឺមិនស័ក្តិសមអីប្រៀបធៀបជាមួយនឹងយើងនោះទេលឺអញ្ចឹងគឺពិតជាបានធ្វើឲ្យអូនស៊ិនខឹងខ្លាំងមែនទែននៅពេលដែលមានគេមើងងាយមកកាន់សមត្ថភាពរបស់ខ្លួនភ្លាមហ្នឹងគេក៏ចង់ងើបដែរតែដោយសារតែត្រូវសោះខ្លួនឯងចឹងហើយគឺងើបរួចទេបានតែខំមាត់សង្កត់ចិត្តទ្រាំនឹងអីដែលគេប្រមាថហ្នឹងទៅតែខណៈពេលដែលគេកំពុងតែទ្រាំហ្នឹងស្រាប់តែសារកម្មវត្ថុផងយើងចាប់លើកអូនស៊ិនឡើងឲ្យទប់ទល់ជាមួយនឹងវាទៀតហើយនឹងបង្ហាញវាទៅថាសមត្ថភាពរបស់ឯងគឺមិនដូចជាអ្វីដែលគេបាននិយាយនោះទេលឺអញ្ចឹងកាន់តែត្រូវចិត្តផនវាទៀតហើយភ្លាមហ្នឹងវាបានយកនៅសារ៉ាំងមួយមកជុលផ្សេងទៀតយកមកចាក់ខ្លួនរបស់វាតែម្ដងដែលធ្វើឲ្យខ្លួនផនគេហ្នឹងគឺបានរួចមុតយ៉ាងធំនឹងបានផ្លាស់ប្ដូរ360ដឺក្រេតែម្ដងដែលបានប្រែក្លាយទៅជាបរិយាកម្លាំងយក្សសាច់ដុំដ៏ធំម្នាក់បំរុងនឹងយកវាមកទប់ទល់ជាមួយនឹងពួកគេឃើញអញ្ចឹងពួកគេក៏ចាប់ដើមផែនការរបស់ខ្លួនដែលដំបូងឡើយហ្នឹងអូនស៊ិនខិតចិត្តទៅរកវារួចឲ្យសារកម្មវត្ថុផងយើងប្រើប្រាស់នៅកម្លាំងដៃរបស់គេម៉ាត់យកតែម្ដងហើយនឹងបានអូនស៊ិនអាននៅការគិតផនគាត់ថានៅពេលណាដែលគាត់វាយឆ្វេងវាយស្ដាំឲ្យគេកិច្ចទៅតាមនឹងទៅនិយាយទៅគឺសហការគ្នាបានល្អខ្លាំងមែនទែននេះសឹមបីតែគេចង់បជាហ្នឹងក៏បជាមិនកើតដែរដោយសារតែសារកម្មវត្ថុផងយើងគឺវាយលឿនជាងការគិតទៀតនិយាយទៅលបឿនផងគាត់គឺស្ទុំម៉ាត់យកមានដកដៃទេហើយនៅក្នុងពេលមួយរំពេចអាប៉ែមួយហ្នឹងក៏បានធូរខ្លួនស្ប៉ែតប្រែក្លាយពីបរិសសាច់ដុំទៅជាបរិសសង្វិតវិញទៅដូចនេះពួកគេក៏អាចយកឈ្នះទៅកាន់វាបានសម្រេចបន្ទាប់ពីបានជួយទៅកាន់ក្រុមដុកទ័រនៅកន្លែងនេះអស់ហើយហ្នឹងពួកគេក៏បានសំណើក៏ដូចជាបានធ្វើការអរគុណទៅកាន់ពួកគេផងដែរហើយបន្ទាប់ពីនោះពួកគេក៏បានចេញដំណើរបន្តទៀតទៅស្វែងរកអូនលូលូផងយើងខណៈពេលដែលធ្វើដំណើរតាមផ្លូវហ្នឹងក៏ស្រាប់តែពួកគេបានជាន់នៅកងតាក់មួយដែលវាគឺជាអន្ទាក់ដែលត្រូវបានរៀបចំទុកចឹងហើយគាត់ក៏បានធាក់អូនស៊ិនចេញទុកចិត្តធ្លាក់ទៅក្នុងនោះតែម្នាក់ឯងសាច់រឿងបានកាន់មកខាងក្រុម order របស់យើងវិញដែលរួមមានដូចជាអូសារ៉ាគីនិងក្មេងស្រីស៊ីស៊ីបានេះជាងបានឃើញថាពួកគេទាំងពីរនាក់គឺបានចាត់ការមនុស្សដែលនៅទីនេះគឺស្លាប់រង្គាលពេញនឹងតែម្ដងរហូតបានជួបជាមួយនឹងមេខ្លោចរបស់ពួកវាដែលមេរបស់ពួកវានឹងដែរគឺជាបរិសដែលពាក់នៅរបាំងមុខនឹងឯងនៅពេលបានជួបគ្នាភ្លាមពួកគេក៏សន្ទនាគ្នាបន្តិចហើយនៅពេលដែលនិយាយមិនចុះសម្រងគ្នាហ្នឹងកូនចៅរបស់ពួកវាពីរនាក់ហ្នឹងក៏បំរុងមកធ្វើការវាប្រហារទៅកាន់ពួកគេតែដូចយើងបានដឹងស្រាប់អញ្ចឹងក្រុម order គឺជាក្រុមមួយដែលខ្លាំងមែនទែនគេឈ្មោះគឺល្បីល្បាញខ្លាំងណាស់មិនមែនសិតតែនរណាអាចប៉ះពាល់បាននោះទេចឹងហើយភ្លាមហ្នឹងអាប៉ែពីរនាក់ហ្នឹងក៏ត្រូវបានដាច់ក្បាលភ្លាមដោយសារសាសនាដៃរបស់ក្មេងស្រីអូសារ៉ាគីផងយើងនិយាយទៅឃើញមុខស្លូតចឹងណាក៏ប៉ុន្តែចិត្តឆៅខ្លាំងមែនទែនកាត់កគេមួយទាំងមូលអត់មានព្រេចភ្នែកឬមួយក៏ញញើតអីសូម្បីតែបន្តិចបន្ទាប់ពីបានឃើញកូនចៅចំណើតផងខ្លួនទាំងពីរស្លាប់នៅចំពោះមុខបាននេះមេរបស់វានឹងក៏ចាប់ផ្ដើមមកលេងអលងទឹកភ្នែកមកហើយដោយសារតែស្ដាយអំពីជីវិតរបស់កូនចៅខ្លួនចឹងហើយភ្លាមហ្នឹងគេក៏ចាប់ផ្ដើមត្រៀមខ្លួនធ្វើការវាយប្រហារទៅកាន់ពួកគេវិញម្ដងដែលនេះជាបានឃើញថាភ្លាមហ្នឹងគេបានដកនៅខ្សែអ្វីម្យ៉ាងចេញពីខ្លួនរបស់គេរួចក៏បានបញ្ចេញនៅកំបិតច្រើនខ្លាំងមែនតើចេញពីដៃរបស់ខ្លួនមកឃើញអញ្ចឹងអាប៉ែស៊ីស៊ីបាគាត់ថាប្រហែលជាគ្មានអីអស្ចារ្យទេមើលទៅប្រងនឹងចាប់ផ្ដើមធ្វើការវាយប្រហារមុនតែនៅពេលដែលគេអត់បានចាប់អារម្មណ៍ហ្នឹងក៏ស្រាប់តែកំបិតទាំងអស់ហ្នឹងគឺបានស្ទុះមកដល់ខ្លួនរបស់គេបាត់ទៅហើយដែលធ្វើឲ្យគេក៏ភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពមួយនេះដែរតែកំតន់សប្បាយចិត្តខ្លាំងពេកភ្លាមហ្នឹងគេក៏បានស្ទុះមកពីក្រោយខ្នងផនអាមេខ្លាំងម្នាក់ហ្នឹងរួចក៏បានវាយមួយញញួរពេញទំហឹងដែលធ្វើឲ្យអាប៉ែមួយហ្នឹងបាត់ក៏ស្លាប់ភ្លាមនៅពេលគាត់ថារឿងរ៉ាវត្រូវបានបញ្ចប់ហើយហ្នឹងក៏ស្រាប់តែអាប៉ែមួយហ្នឹងបានងើបឡើងវិញនិយាយទៅគឺពិតជាចម្លែកខ្លាំងមែនតើមុនហ្នឹងគេចាំច្បាស់ណាស់ថាវាបានបាក់កស្លាប់ហើយហេតុអីបានជាងើបមកវិញដោយគ្មានបញ្ហាបែបនេះកំពុងតែគិតអំពីរឿងមួយនេះក៏ស្រាប់តែសារកម្មវត្ថុផងយើងក៏បានធ្លាក់ពីលើមកសង្កត់អាប៉ែមួយហ្នឹងតែម្ដងឃើញអញ្ចឹងពួកគេក៏បានសំណើគ្នាបន្តិចទៅដោយសារតែមិត្តចាស់ខានជប់គ្នាយូរ
hai mơ tại can ôn Osarake phòn dương ở nó pe đã bán khơi Sakamoto á nhảy tới niên cư bơ chia sẻ lại Sakamoto khăng mền đen là sao từ niên kết tha Sakamoto nắng chú đã miệt vánh cứ đôi chia tao ta thét đi để nên sẻ lại chăng nhảy tới cứ mơ Sakamoto phòn dương ở đạp này têแต่อะไรตามใจคนนี้เพลงเมื่อมวยเคตกรจนอันตะเปียนนี้วันวิคือกำปงแต่คลั่งคลั่งเหมือนเต้นดาวซาตายกำปงแต่วิปัญหาคนนี้ซอกๆพวกแค่บาเชนใจคนนี้เธอโดยธรรมดาจังจังกับเพลงนั่งวิก็บันเจนน่าบทเป็นแซ่ระว่าวิจะจามเซนเทียดยอมมาทัวร์การวิปัญหาจมูกนังเกได้ใจเตอร์ไปนั่งดังท่าชิสายปากาเต้เพลงวิบามันเจนน่าบทเจนปิดได้ระบาวิพองเจนปิดมอระบาวิพองทัวร์การวิปัญหาแต่การปูเก้คืนจังกลุ่มกระทาปีแนนูเนยช่วยอ่ะเมียน่ะดำไม่โปรยรถตะบัดใหญ่เต้เกิดแบบปอในหมวยเกตีเกมอนี้คือกรอนแต่จังมาเป็นพิรการบอกล้วนตามรอเกตกรมันเนี้ยได้เมนชมุดทัสโลตายปนอจังไอ้บายบายซากามาโตหรือรายต่างอันนี้ตกไอโลจัดการให้กันมาข้างออนซินไว้ขณะเปทัวดำนามาสวายรอซากามาโตนั้นเกกับบ้านปาคเนียจมวยหนังซีบ้ามาดองที่ไรได้เกมเนี่ยนังนั้นคือเมนสมรเพียบในขนมกาบังไก่หรือมวยก่อ invisibleนี่ชิมันเคยท่าออนเซนคือปัจจุบันตัวตัวจมวยหนังแปะมวยหนังคลั่งเหมือนกันดาวซาตะเก้มันบังไก่ให้ทัวร์กาวีไปให้มาการครัวสงัดละหดจังไงออนเซนเกิดไอซ์มาหนังปีติตังผ่านวีบานโนเต้บาตัวเบอร์จะคล้วนไออาในการกัดบ้านกระดอยแต่แบบนี้แปะมวยหนังคือบานเฉลี่ยหนักการนั่งวีไปให้มาการแก่เราระบุคลั่งเหมือนกันระโหได้บ้านมันดาเลยเก้โฮชิมสเตอร์ดาไปคล้วนให้ขณะไปจงกรอยได้คล้วนมันไอตัวจมวยหนังวีบานเตียนังเก้กับมาปราบปรานเชื่อรอคล้วนนังทัวร์กาปาแต่การโรงเรียนกายระบาเวียได้เหตุนี้การบำบังกายระบาเวียก็เลยบานพอเลยสำหรับเวียเตียได้เคยจังไปมวยนั่งกับบ้านใจดื้อดองเตียถ้าตาไอ้ทัวร์ยังมันเตยก็โปรแต่ไอ้นั่นไปนี่สมบูรณ์จะกรอบก็กลางมันรวยได้นู้ใจมันตอนจับสรูปพังนู้ก็สลับแต่เก๋มาซีกรอบสมนอผ่านแปะสแนปเฮอร์บาร์เตอร์ให้นังไอ้เสียงวันยังตระบำมาจอดตรงนี้จังมาเจ้านึงทางเสียงประตูโปเกตรจูบในอุปสรรคไว้คลาให้ตรรมดอกล้วนจังปิตินีบานดาวระเบียนนังยืมเมนแต่ตรรงจำจุดสนาพิกร้อยได้เพียบเหมือนตัวผ่านยิงได้ไรตายมนุษย์ประชาชนตัวนี้โดยยมันแบบจังในเกิดจากชูอัลกอฮอล์ผ่านยมสมัยเนี่ยได้จังช่วยเลือกตึกจัดยมก็โดยจะจังช่วยกำตรองยมประธานที่ได้นั่งแนวนี้สแกนหนักชูอัลกอฮอล์มูนิบันให้บริเวณเตี้ยในเกิดจากชนะเทเลกราฟผ่านยมแต่ลิงก์มันในคอม description หรือมือก็คอมเมนต์ข้างคอมนั่งไงยังไม่แต่ปนังเต้บายบายแนวนี้ชุบนี้ในวิดีโอกรอย